ពេលបោះតង់ម្ដងដែលចាប់អារម្មណ៍ថាមានគេតាមមើលយើងអត់ពួកសាច់គ្រឿងថ្ងៃហ្នឹងគឺខ្ញុំបានមកពីបងស្រីដែលមានឈ្មោះថាធារីដែលហេតុការណ៍ហ្នឹងគឺកាត់ឡើងតាំងពី2ឆ្នាំមុនមកម្លេះអូខេឥឡូវចូលដល់សាច់រឿងយើងការធ្វើដំណើរ trip ហ្នឹងគឺមានចំនួនសរុបមនុស្សទាំងអស់គឺ6នាក់ស្រី3ព្រមទាំងបងធារីហើយនិងប្រុស3នាក់ទៀតដែលប្រុស2នាក់មួយមានឈ្មោះថាសិតមួយទៀតមានឈ្មោះថា David មកដើរលេងទៅខេត្តមណ្ឌលគិរីហ្នឹងគឺមានការទៅបោះតង់នៅលើដីរបស់បុរសម្នាក់មានឈ្មោះថាសិតហ្នឹងបន្ទាប់ពីគេបានរៀបចំ plan នេះហើយពួកគាត់ក៏បានធ្វើដំណើរទៅពេលដែលទៅដល់មណ្ឌលគិរីហ្នឹងប្រហែលជាម៉ោង5កន្លះល្ងាចពួកគាត់គឺបានធ្វើដំណើរទៅផ្ទះមិត្តភ័ក្តិរបស់បងសិតនឹងសិនដោយសារតែកន្លែងគាត់បោះតង់ហ្នឹងគឺអត់មានសម្រាប់មុជទឹកមុជអីទេអញ្ចឹងគឺត្រូវការទៅមុជទឹកកន្លែងផ្ទះមិត្តភ័ក្តិរបស់បងសិតហ្នឹងពេលដែលមុជទឹកហើយអ្នកនរគ្នាគិតមើលគ្នា6នាក់អញ្ចឹងទៅនាំមុជទឹកហើយប្រហែលជាយ៉ាងយូរក៏2ម៉ោងដែរអញ្ចឹងប្រហែលជាម៉ោង7:07យប់ទើបអ្នក6នាក់ហ្នឹងមុជទឹកហើយរៀបចំអីវ៉ាន់ហើយក៏ធ្វើដំណើរទៅកន្លែងដីសម្រាប់បោះតង់ហ្នឹងពេលដែលទៅដល់ពួកគាត់គឺសប្បាយមែនតើអ្នកនរគ្នាដឹងទេពេលដែលយើងធ្វើការហត់យើងចង់ relax យើងចង់ទៅសប្បាយជាមួយមិត្តភ័ក្តិហើយជាពិសេសហ្នឹងគឺយើងចូលចិត្តនិយមបោះតង់ហើយគេក៏បានរៀបចំតង់2ដោយសារតែមានស្រី3ប្រុស3អញ្ចឹងតង់មួយសម្រាប់ស្រីតង់មួយទៀតសម្រាប់ប្រុសហើយសម្រាប់តង់ហ្នឹងគឺគេដាក់កម្រិតគ្នាទេថាស្រីខាងនេះប្រុសខាងនេះអញ្ចឹងណាដាក់កម្រិតប្រហែលជា2ទៅ3ម៉ែត្រទេដោយសារតែគុំដាក់គៀកគ្នាពេកខ្លាចពេលណាគេចុះទៅជឿនំទៅរំខានដំណេកអញ្ចឹងទៅពេលដែលពួកគាត់រៀបចំបោះតង់មកអីហើយពួកគាត់បានរៀបចំដុតភ្លើងដើម្បីធ្វើការអាំងសាច់ barbecue ញ៉ាំអីអញ្ចឹងណាសប្បាយជាហើយពេលដែលពួកគាត់ញ៉ាំអីហើយគេបានធ្វើការដុតភ្លើងមួយហើយគេអង្គុយជុំវិញកន្លែងភ្លើងហ្នឹងគេពិភាក្សាគ្នាឈៀលញ៉ាំសូដាអីចឹងទៅដល់ពេលហើយគេចាប់ផ្ដើមនិយាយគ្នាសប្បាយហើយពេលហ្នឹងស្រាប់តាបង David ហ្នឹងគាត់របៀបថាគាត់ទៅជឿនំគាត់រៀកនំចឹងទៅគាត់ក៏បានសុំក្រុមហ្នឹងអំបែកទៅជឿនំមួយផ្លែតហើយក្រុមហ្នឹងក៏ថាទៅឆាប់មកវិញអាំងសប្បាយតទៀតអញ្ចឹងណាហើយបង David ហ្នឹងគាត់ក៏បានទៅជឿនំហើយការជឿនំរបស់គាត់ហ្នឹងណាដូចថាកន្លែងហ្នឹងអញ្ចឹងគាត់ទៅជឿនំប្រហែលជា10-20ម៉ែត្រពីហ្នឹងហើយគឺអត់ឆ្ងាយប្រហែលនេះនំប្រហែលជាគៀនចកាដែរដោយសារតែដីជុំវិញហ្នឹងគឺមានចកាដែរក្រោយគាត់ទៅនំក្បែរចកាហ្នឹងណាស្រាប់តែពេលគាត់មកពីនំវិញគាត់ធ្វើមុខឡើងស្លើដូចថាធ្វើមុខឡើងស្លេកស្លាំងហ្មងដូចមានរឿងអីកើតឡើងអញ្ចឹងណាហើយពេលដែលមកដល់ហ្នឹងក្រុមគាត់ក៏បានសួរ David តែកើតអីគេហ្នឹងអញភ័យអញធ្លាប់ឃើញឯងមាត់លូឡាច្រើនមកដល់អញធ្វើមុខស្លេកស្លាំងណាស់អញអញ្ចឹងទៅពេល David ថាអើយមានអីទេថ្ងៃហ្នឹងយើងរៀងអត់ស្រួលខ្លួនមកជីឡានឆ្ងាយអីអញ្ចឹងទៅយើងរៀងអត់សូវស្រួលខ្លួនអីអញ្ចឹងទៅហើយកុហកមិត្តភ័ក្តិអញ្ចឹងណាថាខ្លួនឯងអត់បានឃើញអីទេហើយពួកម៉ាក់ហ្នឹងក៏មានចម្ងល់ដែរដោយសារតាខ្ញុំប្រាប់សិន David ហ្នឹងគឺជាមនុស្សខូចរញ៉េរញ៉ៃមាត់រពេរពោចខ្លាំងណាស់ហេតុអីបានជាថ្ងៃហ្នឹងពេលដែលគាត់ទៅជឿនំគៀនចកាហ្នឹងហើយគាត់មកចូលក្រុមវិញមុខគាត់គឺស្លេកស្លាំងហើយអត់មាននិយាយទាំងអស់គឺអង្គុយអញញ៉ាំមកគេថាដូចជក់ព្រឹងអីអញ្ចឹងណាដល់ពេលឲ្យក្រុមក៏គេគិតថាអូប្រហែលជា David ថ្ងៃហ្នឹងអត់ស្រួលខ្លួនជីឡានឆ្ងាយអញ្ចឹងទៅហើយពួកគេហ្នឹងក៏បានអង្គុយលេងទៅជុំគ្នាពីការ stress នៅពេញអីចឹងទៅហើយដល់ពេលមកស្ទូក្រោយបងធារីនេះដែលជាអ្នកប្រាប់សាច់រឿងខ្ញុំផ្ទាល់នេះគឺគាត់បានដាក់ទូរស័ព្ទគាត់នៅក្រុមជើងម៉ាអ្នកទាំងអស់គ្នាដឹងហើយពេលដែលយើងបោះតង់គឺយើងទៅអង្គុយជើងម៉ារបៀបថាអានស្បែកដកហើយគាត់ទុកទូរស័ព្ទហ្នឹងនៅក្រុមជើងម៉ាហ្នឹងហើយពេលហ្នឹងគាត់លូកដៃយកទូរស័ព្ទស្រាប់តែពេលដែលគាត់លូកដៃយកទូរស័ព្ទហ្នឹងណាគាត់ហៅអត់ឃើញអ្នកទាំងគ្នាគាត់ព្យាយាមលូកស្រាប់តែដៃគាត់ហ្នឹងប៉ះដៃមួយត្រជាក់មែនទែនពេលហ្នឹងក៏ភ្ញាក់ឡើងធូរចេះភ្ញាក់ហ្មងណាបងប្អូននិយាយថាមនុស្សលូកដៃយកទូរស័ព្ទយើងអត់មើលយើងឡើងនិយាយយើងរៀមចឹងណានិយាយឲ្យយើងយកដៃលូកទូរស័ព្ទទៅស្រាប់តែប៉ះចំដៃឡើងត្រជាក់ស្រូបសិតគឺគាត់អង្គុយទល់មុខបងធារីរបៀបថាភ្លើងនៅកណ្ដាលអញ្ចឹងទៅគេអង្គុយជុំវិញប៉ុន្តែបងធារីអង្គុយនេះបងសិតអង្គុយនេះចឹងបងសិតបានឃើញថាអ្នកណាលូកដៃចូលមកអញ្ចឹងទៅដោយសារតែពួកគាត់ហ្នឹងគឺជាអ្នកដែលអាសាបោះតង់ក្នុងព្រៃអញ្ចឹងបើសិនជាមានរឿងអីកើតឡើងគឺគេហាមនិយាយដាច់ខាតអ្នកទាំងគ្នាគឺមិននិយាយតែម្ដងបងសិតអីគឺគាត់បានឃើញណាគេលុកដៃមកអញ្ចឹងណាហើយគាត់ក៏បានភ័យហើយក៏បានស្ងាត់មកស្ទុះពេលដែលអ្នកទាំងគ្នាយល់គ្នាគ្រាន់តែមើលមុខគ្នាទៅដឹងថាមានអីកើតឡើងអញ្ចឹងណាស្ងាត់
ស្ងាត់ប្រហែលជា5នាទីបងសិតក៏បាននិយាយថាថ្ងៃហ្នឹងយើងហត់អត់តោះយើងនាំគ្នាដេកបានហើយចាំស្អែកចាំបងនាំពូហែងទៅលេងទឹកជ្រោះប៊ូស្រានិយាយអញ្ចឹងទៅអ្នកទាំងអស់គ្នាស្រាប់តែវាថាមែនតាបងថ្ងៃហ្នឹងខ្ញុំរៀងហត់ដែរខ្ញុំចង់គេងលឿនទាំងតែអ្នកទាំងអស់គ្នានឹងដឹងហើយថាថ្ងៃហ្នឹងមានរឿងអីកាត់ឡើងប៉ុន្តែអ្នកបោះតង់គឺគេមានបំណងទោះបីជាឃើញអ្វីក៏ដោយគឺហាមនិយាយរហូតដល់ស្អែកអញ្ចឹងណាអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងក៏បានចូលគេងទៅហើយស្រីគេគេងតង់ខាងនេះពពកគេងតង់ខាងនេះពេលដែលគេគេងហ្នឹងណាស្រី2នាក់ហ្នឹងគេលួចថាគេគេងគេបិទភ្នែកអីអស់ហើយតែបងធីរីហ្នឹងណាគាត់ជាមនុស្សដែលគេលក់ដូចខ្ញុំអញ្ចឹងអ្នកទាំងគ្នាយប់ឡើងគឺនៅចុចមិនដឹងចុចស្អីខ្លះចុចទូរស័ព្ទអញ្ចឹងទៅហើយគាត់របៀបថាគាត់គិតថាថ្ងៃហ្នឹងគាត់មកបោះតង់អីអញ្ចឹងដែរហេតុអីបានជាគាត់នឹងត្រូវគេងលឿនអីអញ្ចឹងដោយសារតែយើងដឹងហើយថាមានរឿងកាត់ឡើងអញ្ចឹងណាគាត់នៅតែគេលក់គេនៅតែសាប់សល់អីអញ្ចឹងណាអ្នកទាំងគ្នាហើយស្រាប់តែមកស្ទូហ្នឹងគាត់មានអារម្មណ៍ថាគេដើរជុំវិញតង់គាត់ពីរអ្នកទៀតហ្នឹងគឺបិទភ្នែកបាត់ហើយគាត់អ្នកអាគេហ្នឹងមើលទូរស័ព្ទអញ្ចឹងហើយស្រាប់តែមានអារម្មណ៍ថាគេដើរជុំវិញតង់គាត់ហ្មងហើយពេលហ្នឹងគាត់ស្រាប់តែគាត់ថាអូតាំងសមាធិយើងអត់អីប្រហែលជាយើងគិតច្រើនហើយមួយទៀតហ្នឹងអ្វីដែលគាត់ខ្លាចដែលជាងខ្មោចហ្នឹងគឺគាត់ខ្លាចចោលតែតែគាត់ថាប្រហែលជាចោលអញ្ចឹងទៅគាត់យកទូរស័ព្ទហ្នឹងរៀបឆាតទៅបងសិតហ្នឹងណាដែលគាត់រៀបចំកម្មវិធីមកហ្នឹងក៏រៀបចំឆាតទៅស្រាប់តែរៀបចំឆាតទៅហ្នឹងស្រាប់តែតង់ហ្នឹងអ្នកនរគ្នាមានស្នាមកបិតមួយកំពុងតែឆូតតង់ហ្នឹងចេះរបៀបថាឆូតតង់ហ្នឹងតែឆូតអត់ឲ្យដាច់ទេរបៀបថាឆូតបន្លាយរបៀបថាងើឆូតណាអ្នកនរគ្នាឆូតក្រោយក្បាលគាត់ដេកហ្នឹងអញ្ចឹងទៅស្រាប់តែគាត់ភ័យអ្នកនរគ្នាគាត់រៀបចំទេទៅបងសិតមែនតើនេះហើយស្រាប់តែពេលរៀបទេទៅលេងមកសិតឆាតជួគោរពថាអ្នកទាំងអស់គ្នាអើយរៀបចំអាវ៉ាន់ណាសំខាន់មកយើងត្រូវចេញទៅឥឡូវហ្នឹងយប់ហ្នឹងគឺយើងដេកកើរេតោះលឿនឡើងចាំមកយកគ្រាន់តែប៉ុណ្្នឹងណាអ្នកទាំងអស់គ្នាហើយស្រី2នាក់ដែលដេកនៅចិត្តបងធីរីហ្នឹងគឺតែពិតគឺគាត់ដេកគាត់តែសងំអញ្ចឹងណាស្រាប់តែបងសិនហ្នឹងគាត់មកជួយបើកតង់ស្រីហើយយកស្រីឡើងឡានវូតអញ្ចឹងណាអ្នកគ្នាហើយជិះឡានទៅដល់ក្រុងហើយពេលដែលជិះហ្នឹងផ្លូវគឺស្ងាត់មែនតើអ្នកនរគ្នាដោយសារតែអ្នកភូមិគឺគាត់គេងអស់ហើយមួយសិតហ្នឹងគឺបានបើកឡានយ៉ាងលឿនជាទីបំផុតទៅរកផ្ទះសំណាក់គេងដល់ផ្ទះសំណាក់ហ្នឹងណាពួកគាត់បាននិយាយគ្នាអេអញឃើញអ្នកអញអត់តួស្រីហ្នឹងតង់ថាហែងមិនឃើញដូចខ្ញុំអត់ខ្ញុំឃើញគេយកកបិតឆូតអីចឹងទៅស្រីហ្នឹងគាត់ថាខ្ញុំឃើញមកខ្ញុំឃើញអីចឹងទៅហើយពេលហ្នឹងបងធីរីក៏បានសួរមួយសិតដែរហេតុអីបានចេះហៅពួកខ្ញុំឡើងមកឡានលឿនម៉េះសិតអញដឹងដែរមែនដល់ពេលសិតហ្នឹងថាខ្ញុំដឹងដោយសារតែមុនហ្នឹងគឺខ្ញុំបានសួរដេវីតថាហេតុអីបានជាដេវីតហ្នឹងគឺគាត់មកជំរុំវិញទាំងមុខស្លេកស្លាំងពេលហើយដេវីតនិយាយថាពេលដែលខ្ញុំទៅជួយនោមហ្នឹងណាខ្ញុំបានឃើញបរិះម្នាក់ស្លៀកកម៉ាដៃកាន់លពាក់អាប្រដាប់កាប់ថ្នោតកាប់អីណាតោះគ្នាដើរតម្រង់មកពេលដេវីតហ្នឹងហ្មងដល់ពេលដើរមកហើយស្រាប់ដល់ដើរមកដល់ជិតលេងបាត់ក្បាលណាតោះគ្នាអត់ឃើញក្បាលហើយដៃកាន់លពាក់ណាដល់គ្នាដល់ពេលចឹងហើយបងដេវីតគឺគាត់អត់ចង់ឲ្យក្រុមភ័យអញ្ចឹងទៅគាត់ក៏មកវិញទាំងទឹកមុខរបៀបថាស្លេកស្លាំងហើយអត់ចង់និយាយអីទេហើយបងសិតហ្នឹងគាត់ថាពេលដែលចេញឡានមកមិញណាខ្ញុំបានឃើញបរិះម្នាក់ស្លៀកកម៉ាដៃកំពុងតែកាន់លពាក់ដើរជុំវិញតង់យើងពេលដែលជិះឡានមកហ្នឹងគាត់បានមើលកញ្ចក់ក្រោយទៅគាត់ឃើញកន្លែងដែលគាត់គេងហ្នឹងណាគឺមានមនុស្សប្រុសហ្នឹងដើរកាន់លពាក់ហ្នឹងដើរតម្រង់ជុំវិញតង់ហ្នឹងហ្មងគាត់មើលកញ្ចក់ហ្នឹងដើម្បីថាបរិះហ្នឹងមានមកតាមយើងអត់និយាយអញ្ចឹងណាហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានដឹងរឿងហ្នឹងទៅបងធីរីហ្នឹងក៏បានប្រាប់បងសិតថាមុនហ្នឹងបងមែនតាមានបរិះហ្នឹងគឺគាត់កាន់លពាក់ហ្នឹងគោតង់ខ្ញុំឡើងអញ្ចឹងហ្មងសេពទៅប្រាប់ហើយអ្នកទាំងអស់គ្នាថាអត់អីអ្នកទាំងអស់គ្នាហួសហើយអញ្ចឹងយើងនាំគ្នាគេងអញ្ចឹងទៅដល់ពេលគេងហើយស្អែកឡើងប្រហែលជាម៉ោង9ទៅអ្នកទាំងអស់គ្នានឹងគឺបានត្រឡប់មកដីនឹងវិញដើម្បីរៀបចំអាវ៉ាន់យកទៅបំពេញវិញហើយអ្នកទាំងអស់គ្នាពេលដែលទៅដល់តង់ហ្នឹងគឺយប់មិញហ្នឹងគឺមិនមែនការយល់សប្តិទេឃើញតង់ហ្នឹងគឺអាចជះម្ដុំកន្លែងឆ្នោតឡើងបងធីរីគេហ្នឹងហ្មងពេលដែលរៀបចំរៀបអីហើយទៅបងសិតហ្នឹងគឺបានសួរអ្នកភូមិគាត់ថាដីហ្នឹងមានបញ្ហាអីមែនប៉ុន្តែអត់មានអ្នកគេប្រាប់គាត់ទេអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាចូលចិត្តកុំភ្លេចឲ្យបេះដូង follow TikTok ខ្ញុំនិង follow IG ខ្ញុំផងជួបគ្នាវីដេអូក្រោយណាបាយបាយ